តិចថាមិនបានប្រាប់សង្គ្រាមលើកនេះធំណាស់លោកតាភ្នំត្បាញសមាធិឃើញសភាពការលើកនេះកាន់តែធ្ងន់ធ្ងរជាងមុនទៀតលោកតាសក់ខ្មៅលូបនេះប្រកាសឲ្យភាវនាធរគ្រប់គ្នាចាប់ពីថ្ងៃនេះតទៅបើចង់រួចខ្លួនលោកតាបានលើកឡើងថាចូលចម្រើនគុណសិស្សពីអាស្រមទាំងអស់គ្នាចាប់ពីថ្ងៃច័ន្ទទី5នេះរហូតដល់ខែ2ជាពិសេសនៅថ្ងៃទី12ខែ1ខាងមុខនេះត្រូវនាំគ្នាភាវនាធរសមាធិឲ្យជាប់គ្រប់គ្នាព្រោះយប់មិញលោកតាអង្គុយកម្មដ្ឋានឃើញថាស្ថានភាពមិនល្អទេលើកនេះធំធេងណាស់អាស្រមយើងអាចនឹងប៉ះទង្គិចដូច្នេះត្រូវសង្រួមចិត្តឲ្យស្ងប់ហើយភាវនាធរសមាធិជាប្រចាំផ្លូវលោកនឹងវឹកវរគ្រប់ទីកន្លែងម្ដងនេះព្រះរាមជិះលើខ្នងគ្រុឌចិនប្រយុទ្ធផ្តរួមទាំងដឹកនាំទ័ពហនុមានវាលុកចូលនគរលង្កាក្នុងទន្ទ្រីធំតែម្ដងដូច្នេះកូនសិស្សអាស្រមត្រូវចម្រើនជួយទប់តាមលទ្ធភាពដែលអាចធ្វើទៅបានលោកតានឹងរៀបចំវត្ថុការពារខ្លួនជូនពួកកូនម្នាក់មួយសម្រាប់កូនសិស្សអាស្រមទាំងអស់គ្នាសិស្សអាស្រមទាំងអស់ដែលកំពុងតែបដិបត្តិធម៌មិនត្រូវវិវត្តនឹងផ្លូវតទៅទៀតទេក្នុងស្ថានភាពនេះផ្លូវលោកមិនយល់ធម៌ទេមានតែការប្រមាថធ្វើឲ្យព្រះធម៌បាត់បង់អស់ខ្លឹមសារមានតែពួកកូនដែលជាសិស្សអាស្រមនេះទេដែលយល់ច្បាស់អំពីតម្លៃនៃព្រះធម៌ដូច្នេះត្រូវប្រឹងចម្លងខ្លួនឯងនិងចម្លងសត្វលោកដែលមាននិស្ស័យគ្រប់គ្នាធន់ចុះសូមរំលឹកថាថ្មីនេះលោកតាក៏បានក្រើនរំលឹកថាលោកតាសក់ខ្មៅភ្នំត្បែងទាយថាសង្គ្រាមលោកនឹងចាប់ផ្ដើមគ្រប់ទីកន្លែងផែនដីនឹងត្រូវឆេះរលាយគ្មានសល់ចំពោះអ្នកដែលយល់ធម៌របស់លោកឪនឹងរួចចាក់ផុតទុកពីសេចក្តីស្លាប់លោកឪបានបញ្ជាក់ដោយប្រភ្នូរថាដំរីចាស់ស្លាប់ហើយនៅក្នុងលោកទាំងមូលគឺគ្មានដំរីចាស់ទៀតទេសង្គ្រាមលោកនឹងចាប់ផ្ដើមគ្រប់ទីកន្លែងចាប់ពីថ្ងៃ16រហូតដល់ថ្ងៃទី23ខែ2ឆ្នាំ2026នេះហើយសេះនឹងចាប់ផ្ដើមចេញប្រតិបត្តិការគ្រប់ទីកន្លែងលើពិភពលោកនេះទូភីចាប់ផ្ដើមចេញប្រយុទ្ធជាមួយពាលីហើយរីឯគ្រុឌក៏វាយ៉ាងសន្ធាប់កាន់តែខ្លាំងដល់ពេលនោះគ្មានអ្នកណាជួយអ្នកណាទេអ្នកខ្លាំងគ្រប់ទិសដែលតាំងខ្លួននឹងត្រូវវិនាសយ៉ាងពិតប្រាកដនៅក្នុងចន្លោះអតីតកាលនេះផែនដីនឹងត្រូវឆេះរលាយវិនាសសាបសូន្យគ្មានសល់ដល់ពេលនោះនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយរកផែនដីមួយស្ទើរតែគ្មានចាប់ពីពេលនេះតទៅអ្នកណាដែលមិនធ្វេសប្រហែសនឹងព្រះធម៌ហើយយកចិត្តទុកដាក់សាងអំពើល្អអ្នកនោះនឹងឆ្លងផុតពីទុក្ខរួចចាកផុតពីក្តីស្លាប់ជនទាំងឡាយណាដែលមានការប្រមាថហើយធ្វេសប្រហែសនឹងព្រះធម៌អ្នកនោះនឹងរលត់ទៅតាមកាលខាងមុខនេះគ្រប់គ្នាយន្តសូមដាស់តឿនជាលើកចុងក្រោយទៅចុះបើមិនឆាប់ទម្លាក់ចោលនៅហិង្សាការជេរប្រមាថឲ្យបានទាន់ពេលទេជនទាំងនោះនឹងត្រូវរលាយទៅតាមការនោះជៀសមិនផុតឡើយ